ជំរាបសួរប្រិមិត្ត Facebook ជាទីមេត្រីថ្ងៃនេះខ្ញុំបាទសូណារ៉ូមានកិត្តិយសសូមបង្ហាញមុខជាថ្មីម្ដងទៀតថ្ងៃនេះនៅប្រទេសកម្ពុជាឈានចូលថ្ងៃទី23តុលាឆ្នាំ2014ដែលជាខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រលើកទី23នៃទិវាការចុះសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស23តុលាឆ្នាំ1991រវាងភាគីចម្បាំងទាំង4នៃប្រទេសកម្ពុជាដោយមានប្រទេសចូលរួមជាហត្ថលេខីចំនួន18ទៀតបានចូលរួមចុះហត្ថលេខាដើម្បីបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាពក៏ដូចជានាំមកលទ្ធិសេរីប្រជាធិបតេយ្យមកសាបព្រោះនៅលើប្រទេសកម្ពុជាយើងនេះគឺជាទិវាជាប្រវត្តិសាស្ត្រដែលយើងរំលឹកឡើងវិញនៅសមិទ្ធផលនៃថ្ងៃទី23តុលាជាប្រវត្តិសាស្ត្រនេះហើយយើងដឹងហើយ23ឆ្នាំកន្លងមកក៏នៅតែមានបញ្ហាជាច្រើនដែលនៅគំនោដែលនៅកកស្ទះដែលនៅត្រូវការដោះស្រាយជាបន្តបន្ទាប់ទៀតដូចជាបញ្ហាអធិបតេយ្យភាពបូរណភាពទឹកដីបញ្ហាឯករាជ្យជាតិបញ្ហាដំណើរការរលូននៃលទ្ធិប្រជាធិបតេយ្យបញ្ហាគោរពសិទ្ធិមនុស្សបញ្ហាការរៀបចំបោះឆ្នោតប្រកបដោយសេរីត្រឹមត្រូវនិងយុត្តិធម៌និងបញ្ហាជាច្រើនដទៃទៀតដូច្នេះនៅក្នុង Facebook នេះខ្ញុំមិនអាចនិយាយអស់នៅពេលនេះទេគ្រាន់តែខ្ញុំលើកនៃជ្រុងមួយនៃបញ្ហាដែលនិយាយអំពីបញ្ហាពុករលួយនៅប្រទេសកម្ពុជាយើងហើយយើងដឹងហើយអ្នកដែលនិយមអ្នកដែលស្រឡាញ់គណៈបព្វជិជនគេចាត់ទុកទិវា7មករាគឺជាទិវាកំណើតលើកទី2របស់ខ្លួនយើងក៏ឃើញថាទិវា7មករានេះជាទិវាកំណើតដែលមានន័យថាទីរក់ដែលកើតនាថ្ងៃ7មករានោះដែលសល់ពីការស្លាប់នៃរបបប្រល័យពូជសាសន៍សម្រាប់រង្គាលនៃពួកកម្ពុជាប្រជាធិបតេយ្យនោះគឺកើតឡើងនៅក្នុងស្ថានភាពយ៉ាងក្រីក្រលំបាកវេទនាមានន័យថាគ្មានសេរីភាពគឺគ្មានបាយហូបគឺគ្មានសាលារៀនអីឲ្យសមរម្យមិនមានសិទ្ធិសេរីភាពក្នុងការសូម្បីតែរៀនភាសាអង់គ្លេសក៏មិនបានផងហើយត្រូវបានរំលោភសិទ្ធិមនុស្សត្រូវបានគេហៅថាបំរាមគោចរមិនអាចធ្វើដំណើរទៅណាទៅណីបានទេហើយត្រូវរងការគៀបសង្កត់ហើយរហូតដល់បរទេសឈ្លានពានគ្រប់គ្រងទៅលើទឹកដីទៀតផងចឹងហើយកុមារដែល7មករានេះគឺកុមារដ៏កំសត់គ្មានអនាគតគឺជាកុមារគេហៅថាគ្មានពន្លឺនៃសេរីភាពនៅក្នុងខ្លួននៅឡើយទេក៏ប៉ុន្តែកុមារនេះធំឡើងរហូតដល់23តុលាឆ្នាំ1991ទើបឃើញពន្លឺនៃសេរីភាពនៃលទ្ធិប្រជាធិបតេយ្យនៃការគោរពសិទ្ធិមនុស្សបានមកដល់ប្រទេសកម្ពុជានាំឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់បានទទួលមកវិញនៅសិទ្ធិរបស់ខ្លួនក្នុងនឹងជាពិសេសគឺបានយ៉ាងហោចណាស់ក៏បានបង្ហាញនៅក្នុងរដ្ឋធម្មនុញ្ញមួយដែលបង្ហាញនៅការគោរពតម្លៃមូលដ្ឋាននៃសិទ្ធិមនុស្សក៏ដូចជាដំណើរប្រជាធិបតេយ្យក៏ដូចជាការអភិវឌ្ឍប្រទេសកម្ពុជាคล้ายទៅជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបកនេះពេលនោះយើងបាននឹកឃើញហើយគឺស្ថានភាពដែលពួកអតីតកុម្មុយនីសពីដើមគាត់តាប់ដើមប្រែคล้ายខ្លួនពីកុម្មុយនីសហើយគាត់ដូរខោអាវទៅជាថាជនសេរីពេលនោះគាត់នៅក្រីក្រណាស់ស្ថានភាពមុនថ្ងៃ23តុលាឆ្នាំ1991គឺថានៅមានគម្លាតតិចណាស់រវាងអ្នកមាននិងអ្នកក្រគឺប្រហាក់ប្រហែលគ្នាអញ្ចឹងហើយបានគេហៅគ្នាជាសមមិត្តមានន័យថាប្រហាក់ប្រហែលគ្នាសមមិត្តក្រោយមកបន្ទាប់មកក៏គេដូរទៅជាឋានានុក្រមហៅគ្នាជាឯកឧត្តមហើយពាក្យឯកឧត្តមដំបងដែលខ្ញុំនៅចាំពេលនោះគឺថាគេហៅទាំងពាក់មាត់ដែលមិនទាន់ធ្លាប់ស្មនៅឡើយទេហើយយើងដឹងហើយស្ថានភាពប្រទេសកម្ពុជាវិវត្តតែក្នុង23ឆ្នាំតែប៉ុណ្ណោះដែលធ្វើឲ្យគម្លាតរវាងអ្នកមាននិងអ្នកក្រនៅប្រទេសកម្ពុជាគួរឲ្យភ័យខ្លាចជាទីបំផុតហើយនេះគឺជាគេហៅថាចំណុចដែលឈឺចាប់បំផុតរបស់ប្រជារាស្ត្រខ្មែរដែលទ្រព្យសម្បត្តិខ្មែរក្នុង23ឆ្នាំកន្លងមកនេះជាច្រើនរហូតដល់ប្រៃឈើអាចថាបាត់ជាង 40% ហើយធ្លាក់ទៅលើជ
ជនពុករលួយជនដែលមានអំណាចផ្ដាច់ការហើយទ្រព្យសម្បត្តិជាច្រើនទៀតហើយយើងដឹងជាក់ស្ដែងហើយអំពើពុករលួយដែលប្រភពធំជាងគេរបស់ពួកជនពុករលួយគឺបានមកពីណាទី1គឺបានមកពីព្រៃឈើនិងធនធានធម្មជាតិរបស់កម្ពុជានឹងឯងបំផ្លាញយ៉ាងសាហាវហើយយើងឃើញជាក់ស្ដែងហើយថ្មីនេះដែលគេបកគោលដីរដ្ឋាភិបាលដកដីសម្បទានមួយចំនួនត្រឡប់មកវិញដកតែដីទេពេលបកគោលទៅឲ្យពួកដែលថាក្រុមហ៊ុនទាំងអស់នោះគឺមានទាំងព្រៃល្អតែដល់ពេលដកមកវិញព្រៃបាត់អស់ហើយមានន័យថាពួកគេបានទទួលផលយកដោយធ្វើនំអត់ម្សៅរួចទៅហើយការដកដីមកវិញនេះក៏ដីទទេទេអត់មានគេហៅថាតម្លៃភោគផលនៅលើដីនោះដូចពីមុននៅទៀតទេបាទអញ្ចឹងហើយយើងឃើញថាអានឹងគ្រាន់បើហើយដែលគាត់ដកដីមកវិញមានអ្នកខ្លះគឺថាស៊ីទាំងរ៉ែស៊ីទាំងព្រៃឈើហើយស៊ីទាំងដីនឹងទៀតអញ្ចឹងប្រភពដីដែលមានតម្លៃរាប់ពាន់លានដុល្លារព្រៃឈើមានតម្លៃរាប់ពាន់លានដុល្លារហើយធនធានធម្មជាតិមានតម្លៃជាច្រើនពាន់លានដុល្លារចំការកស៊ូរបស់រដ្ឋទាំងប្រមាណធ្លាក់ទៅលើដៃរបស់ពួកអុកញ៉ារបស់ពួកខ្សែបកពួកគ្រួសារនិយមពុករលួយទាំងអស់នោះទៀតហើយទ្រព្យសម្បត្តិរដ្ឋសឹងតែរលត់រលាយហើយអាគាររដ្ឋដែលធំដែលត្រូវប៉ាន់ទាំងឡាយហ្នឹងគឺថាអាគារទាំងអស់ហ្នឹងធ្លាក់ទៅលើដៃពួកឈ្មួញទុច្ចរិតមួយចំនួនគាត់ទិញថោកហើយលក់ទៅថ្លៃហើយយកចំណេញកប់ក្តោងណាយើងឃើញហើយមានអាគារខ្លះគាត់ចំណេញ2 3 4លានដុល្លារដាក់កប៉ៅយ៉ាងស្រួលហើយលក់ដូរទ្រព្យសម្បត្តិរដ្ឋយ៉ាងច្រើនក្រាស់ក្រែលយ៉ាងមែនទែនហើយប្រភពដែលពុករលួយរបស់ពួកជនពុករលួយមួយទៀតគឺប្រភពថវិការដ្ឋហ្នឹងឯងពួកនេះគឺស៊ីថវិការដ្ឋយ៉ាងសាហាវហៅថាដូចខ្មោចដែលស៊ីឈើគឺថាស៊ីយ៉ាងជ្រៅចូលក្នុងថវិការដ្ឋហើយទំនិញរបស់របរដែលពួកគេទិញគឺថាថ្លៃជាទីបំផុតឧទាហរណ៍ថារបស់នឹងមានតម្លៃ1គេទិញតម្លៃ3 4ដាក់តម្លៃបញ្ជីហើយពួកគេនៅតែទូទាត់នៅតែរដ្ឋសភានៅតែអនុម័តដើម្បីឆ្លងថវិកាអនុម័តទាំងអស់នោះទៅដើម្បីបញ្ចប់នៃអំពើពុករលួយគេជួយបិទបាំងគ្នាគ្រប់បែបយ៉ាងទាំងអស់ព្រោះនេះគឺជាប្រព័ន្ធពុករលួយបកពួកគ្រួសារនិយមអញ្ចឹងហើយគេបិទបាំងគ្នាគេជួយលុបបំបត្តិលុបស្នាមទាំងអស់ដើម្បីធ្វើយ៉ាងណាចែកគ្នាលុយចាយយកថវិការដ្ឋស៊ីយ៉ាងសាហាវក្នុងពេលដែលមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក៏ដូចជាកម្មការិនីនៅប្រាក់ខែនៅទាបណាស់ដោយសារតែថវិការដ្ឋទាំងជាច្រើនហើយគម្រោងនីមួយស៊ីមិនតិចជាង 30% នៃគម្រោងនេះអញ្ចឹងបើ100លានដុល្លារគេស៊ីអស់30លានដុល្លារហើយគម្រោងច្រើនណាស់ហើយអញ្ចឹងហើយមិនមានថាថវិការដ្ឋ23ឆ្នាំកន្លងមកនេះពួកគេស៊ីយ៉ាងសាហាវនេះមិនទាន់គិតអំពីការស៊ីតាមប្រព័ន្ធហើយនាំចេញនាំចូលពុនគយទាំងឡាយគឺថាកឹបកេងគ្រប់បែបយ៉ាងទាំងអស់អញ្ចឹងពួកគេខ្លាចជាសទ្ធិមហាសទ្ធិអ្នកមានជាទីបំផុតហើយអញ្ចឹងមិនយើងគួរឲ្យភ័យខ្លាចណាស់ដែលយើងត្រូវតែឃើញថាក្រនតែ23ឆ្នាំសោះមានការប្រែប្រួលខ្មែរភាគច្រើនកាន់តែមានការលំបាកទៅទោះបីមានលុយមានថវិកាចាយបន្តិចបន្តួចគ្រាន់តែនៅសេសសល់ពីអ្វីដែលពួកពុករលួយនឹងបានយកទៅឧទាហរណ៍ថាពួកគេពុករលួយមួយថ្ងៃរកលុយបានរាប់ម៉ឺនអ្នកខ្លះរាប់សែនដុល្លារមួយថ្ងៃជួនកាលរាប់លានដុល្លារក៏មានដែរហើយរួចហើយគេយកទៅជះទៅលើកន្លែងការ៉ាអូខេជះទៅលើកន្លែងម៉ាស្សាជះលើកន្លែងហៅថាបនបានានាចឹងហើយធម្មតាទេសង្គមវាចិត្តទៅទទួលបានថវិកាលុយទាំងអស់ហ្នឹងហូរហៀទៅបន្តិចម្ដងតិចទៅដល់ដៃគ្រប់គ្នាតែបានបន្តិចបន្តួចតែលុយដែលពួកគេបានទទួលហ្នឹងគឺវាធំធេងសម្បើមណាស់ហើយយើងឃើញហើយគ្រាន់តែគម្រោងដែលឃើញថវិកាជាតិដែលចេញមកដោយសារព័ត៌មានបន្លិចឡើងឧទាហរណ៍ដោយការទិញយន្តហោះណាទិញយន្តហោះដែលកតុំរុយដែលពីមុននេះធ្លាក់ដែលធ្វើឲ្យ
ពីលុតនឹងត្រូវស្លាប់ប្រហែលអ្នកហ្នឹងយើងឃើញហើយទុំរុយមានតម្លៃតែ$5 លានទេគេទិញរហូតដល់16-17 លានដុល្លារក្នុងមួយគ្រឿងសឹងថាមួយគុណឡើងជា3ហើយលុយនឹងបានមកពីណាគឺប្រភពថវិកាដោយពុកកលួយធំមួយទៀតគឺប្រាក់កម្ចីនឹងឯងហើយប្រាក់កម្ចីនេះពួកគេយកលុយខ្ចី$200 លានទៅទិញរបស់ឬក៏ទៅធ្វើគម្រោងធ្វើអស់តែ100 លានឬក៏អស់តែ70 លានអីហ្នឹងគេឲ្យពីហ្នឹងគឺលុយហូរចូលកប៉ៅអញ្ចឹងបើយើងឃើញឲ្យផ្លូវធ្វើរាប់100 លានដុល្លារធ្វើដំណើរបានតែ2-3 ឆ្នាំគឺផ្លូវនឹងរលាយខ្ទេចអញ្ចឹងហើយដូចយកលុយរាប់លានដុល្លារហ្នឹងយកទៅបោះចោលពីការសោកស្ដាយជាទីបំផុតហើយអ្នកណាដែលជាពាក់គឺខ្មែរយើងទាំងអស់គ្នាកូនយើងទាំងអស់គ្នាដែលកើតឡើងในចំនួនក្រោយនេះគឺថាត្រូវជាពាក់តគ្នាដើម្បីសងបំណុលដែលពុកកលួយទាំងអស់នេះគេប្រមូលលុយទាំងអស់នឹងដាក់ចូលក្នុងកប៉ៅរបស់ខ្លួនដែលតាមតួលេខដោយឯកឧត្តមសុនឆៃក៏បានលើកឡើងគឺថាមានរហូតដល់មានអ្នកខ្លះក្រុមគ្រួសារខ្លះមានរាប់ billion ទៅហើយច្រើនណាស់គឺថាចង់20ក្រុមគ្រួសារអញ្ចឹងមកយើងថាគួរឲ្យភ័យខ្លាចជាទីបំផុតដែលខ្មែរយើងគួរតែមានឱកាសដើម្បីធ្វើការសិក្សាដោយធ្វើការវេកញែកក៏ដូចជាធ្វើការត្រួតពិនិត្យឡើងសាររើឡើងវិញនៃបញ្ហាទាំងអស់នេះនៅពេលណាដែលគណៈបកសង្គមជាតិមានឱកាសដើម្បីឡើងកាន់អំណាចពីព្រោះសំខាន់ណាស់ពីព្រោះថាហេតុអីសំខាន់ពីព្រោះដល់គណៈបកថ្មីឡើងកាន់អំណាចប្រព័ន្ធថ្មីមនុស្សថ្មីបានអាចធ្វើការត្រួតពិនិត្យទៅបានខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងតែមួយទេថ្មីនេះដែលក្នុងសប្តាហ៍កន្លងនេះគឺរឿងរដ្ឋសភាយើងឃើញហើយគ្រាន់គណៈបកសង្គមជាតិចូលឆែកបញ្ជីបន្តិចបន្តួចយើងចេញមកគូឲ្យស្ពឹកភ្នែកជាមែនតើពួកនិយមគ្រួសារនិយមនៅក្នុងរដ្ឋសភាគួរឲ្យភ័យខ្លាចជាទីបំផុតហើយយើងឃើញហើយដែលក្នុងឯកសារ post តាម Facebook នានាហ្នឹងដែលយើងឃើញហើយស្អីណាលោកមិត្តការ៉េននេះណាគ្រាន់តែអគ្គនាយកដ្ឋានរបស់គាត់មួយឯងគាត់ដាក់កូនគាត់2-3នាក់គាត់ដាក់កូនប្រុសកូនស្រីគាត់ដាក់ក្មួយគាត់ដាក់ប្អូនថ្លៃគាត់ប្អូនបង្កើតគាត់ហើយមានដាក់ទាំងអតីតប្អូនថ្លៃទៀតអស់ពីប្អូនថ្លៃអតីតប្អូនថ្លៃក៏ដាក់ចូលដែរគឺថាបើសិនយើងនិយាយថាគាត់ជារដ្ឋាភិបាលបកពួកគ្រួសារនិយមគាត់ខឹងក៏ប៉ុន្តែមើលជាក់ស្ដែងអញ្ចឹងមកកន្លែងគឺតែងតាំងបងប្អូនក្រុមគ្រួសារចូលគប់កន្លែងទៅក្រសួងមន្ទីរនានាซึ่งមកខ្ញុំសូមថាបងប្អូនខាងគណៈបកប្រជាជនកុំខឹងខ្ញុំអីខ្ញុំអតីតក៏ចេញមកពីប្រភពនឹងដែរខ្ញុំទីទាននេះគឺដើម្បីធ្វើយ៉ាងណាវាយប្រហារបំបែកសម្បុកដល់ខលខូចទាំងអស់នោះហើយយើងឃើញចាក់ស្ដែងហើយនៅក្រសួងការបរទេសនៅក្រសួងដទៃទៀតដោយសារខ្ញុំស្រែកនឹងហើយបានគេចាប់ដើមមានការកែដែរមិនមែនមិនកែទេហើយពួកដែលជនដែលបាក់ពួកគ្រួសារនិយមទាំងអស់ហ្នឹងក៏លេងហ៊ានកលុកគេហ៊ានកឆានៅក្នុងក្រសួងទាំងអស់ហ្នឹងដូចជាក្រសួងការបរទេសឥឡូវគេដកលោកហៅហាន់ណាំបូរ៉ាចេញពីក្រសួងហើយឃើញទេហើយនៅក្រសួងពាណិជ្ជកម្មអតីតចំប្រសិទ្ធអីហ្នឹងក៏គាត់បំបែកសម្បុកបកពួកគ្រួសារនិយមរបស់គាត់ហើយលោកហ៊ុនសែនទៅដូរគាត់ទៅក្រសួងដទៃអញ្ចឹងយើងស្រែកនេះគឺដើម្បីធ្វើយ៉ាងណាដើម្បីជំរុញនៃការតស៊ូដើម្បីបំបែកសម្បុកនៃពួកជនខិលខូចពុកកលួយបកពួកគ្រួសារនិយមទាំងអស់ហ្នឹងចឹងហើយកុំមានការខឹងសម្បាហើយយើងបានយ៉ាងហោចណាស់ឥឡូវឃើញមានការបន្ធូរបន្ថយទៅតាមក្រសួងនានាពីព្រោះពួកគេមិនមែនបន្ធូរបន្ថយដោយសារសុខឆន្ទៈរបស់ពួកគេទេកុំភ្លេចអសោះដោយសារពួកយើងដោយសារសង្គ្រោះជាតិដោយសារក្រុមសង្គមស៊ីវិលដោយសារបងប្អូនយុវជនស្រែកទាមទារដោយសារប្រសង់រុញច្រានបានពួកគេត្រូវតែកែបង្ខំចិត្តទៅកែបើពួកគេមិនខែពួកគេត្រូវតែរលំរលាយហើយយើងឃើញឲ្យចាក់ស្ដែងអញ្ចឹងបាទយើងឃើញថាអង្គើគ្រាន់តែសង្គមជាតិចូលសភាភ្លាមសង្គមជាតិរកឃើញចឹងចុះបើថ្ងៃណាសង្គ្រោះជាតិចូលទៅកាន់កាប់រដ្ឋាភិបាលនឹងរកឃើញសម្បុកពុកកលួយជាច្រើនណាស់ចឹងហើយយើងត្រូវនាំគ្នាជួយសង្គ្រោះជាតិជួយដើម្បីយកគេហៅថាដំណាភាពឲ្យជាតិយើងឡើងវិញពីព្រោះយើងដឹងហើយបើសម្បុកពុកកលួយនេះនៅបន្តទៀតគឺថាខ្មែរយើងគ្មានឱកាសងើបមុខទេផ្លូវថ្នល់ធ្វើអស់រាប់លានដុល្លាររាប់រយលានដុល្លារបាទប្រើបានតែ2-3 ឆ្នាំ 3-4 ឆ្នាំខូចរលាយហើយត្រូវជួសជុលផ្លូវខ្លះជួសជុលមិនបានទេរលាយទាំងស្រុងត្រូវធ្វើឡើងវិញទាំងអស់ហ្មងយើងឃើញហើយអស់លុយច្រើនណាស់ដែរខ្មែរយើងចាយលុយកាន់តែក្រទៅដោយសារអ